គិតត្រឹមព្រឹកថ្ងៃទី11ខែធ្នូឆ្នាំ2025មានសាលារៀនយ៉ាងតិចណាស់909កន្លែងនៅខេត្តចំនួន6ក្នុងក្រុងស្រុកចំនួន20ត្រូវបានបិទទ្វារនៅគ្រាដែលសង្គ្រាមបង្កឡើងដោយភាគីថៃវាយប្រហារមកលើកម្ពុជាបានឈានចូលដល់ថ្ងៃទី5ក្រៅពីសាលារៀនត្រូវបានបិទទ្វារចំនួនជនភៀសសិក្សាខ្មែរក៏បន្តកើនឡើងដល់ជាង50,000គ្រួសារឬស្មើនឹងជិត20,000នាក់យោងតាមក្រសួងអប់រំការសម្រេចបិទទ្វារសាលារៀនរបស់កម្ពុជានាគ្រានេះគឺដោយសារតែសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃខណៈការបិទទ្វារសាលារៀននេះបានប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សជាង21,000នាក់លោកស្រីខួនវិជ្ជការអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានប្រាប់វិទ្យុបារាំងអន្តរជាតិ AFP ថានៅចំពោះមុខបញ្ហាព្រំដែនដែលនៅមានការប្រែប្រួលច្រើននេះគឺសាលារៀនជាច្រើនក្នុងខេត្តកំពង់ប្រឈមនិងខេត្តក្បែរខាងបានផ្សព្វផ្សាយជាបណ្ដាពីការទទួលសិស្សឲ្យចុះឈ្មោះចូលរៀនជាបណ្ដោះអាសន្នការចុះឈ្មោះចូលរៀនបណ្ដោះអាសន្នចាប់ផ្ដើមធ្វើបណ្ដានិងធ្លាប់បានធ្វើការងារនេះតាំងពីខែកក្កដាកន្លងមកខណៈដែលកម្មវិធីស្វ័យសិក្សាថ្នាល PLP និងការរៀនតាមប្រព័ន្ធអនឡាញតាមរយៈ YouTube ក្រសួងអប់រំក៏បាននឹងកំពុងដាក់ជូនសិស្សានុសិស្សដែលអាចចូលរៀនបានដែរនេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែលក្រៅពីសាលារៀនជាង900កន្លែងត្រូវបានបិទទ្វារដែលរំខានដល់ការសិក្សាដល់សិស្សជាង21,000នាក់សង្គ្រាមដែលបង្កឡើងដោយថៃជាលើកទី2នៅថ្ងៃទី7ខែធ្នូក៏បានបង្ខំឲ្យជនស៊ីវិលកម្ពុជាប្រមាណជិត20,000នាក់ត្រូវបានរត់ភៀសពីសង្គ្រាមគិតត្រឹមថ្ងៃទី10ខែធ្នូនេះបើតាមក្រសួងមហាផ្ទៃកម្ពុជាតាមក្រសួងមហាផ្ទៃដដែលខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរគឺខេត្តឧត្តរមានជ័យបន្ទាយមានជ័យព្រះវិហារបាត់ដំបងកោះកុងនិងពោធិ៍សាត់បណ្ដាខេត្តជាប់ព្រំដែនថៃទាំងនេះយោធាថៃបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងបង្អាក់សេវាសាធារណៈជាមូលដ្ឋានរបស់កម្ពុជារួមមានផ្ទះសម្បែងសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋអគារក្រុមហ៊ុនឯកជនអគាររដ្ឋបាលសាលារៀនវត្តអារាមប្រាសាទបុរាណរួមទាំងផ្លូវថ្នល់ជាច្រើនកន្លែងដែលបាននឹងកំពុងបន្តរងការខូចខាតដោយសារតែភាគីថៃបានបង្កើនការបាញ់ផ្លោងនិងទម្លាក់គ្រាប់បែកពីយន្តហោះ F-16 សម្ដៅចូលភូមិឋាននិងតំបន់ទីប្រជុំជនស៊ីវិលរហូតដល់ចម្ងាយប្រមាណ30គីឡូម៉ែត្រពីព្រំដែន